ព្យាយ៉ាងណាក៏ដោយការចាក់ចេញពីផ្ទះមិនមែនជារឿងល្អទេបើសិនជាចាក់ចេញឲ្យគេទៅរកមកយើងមកវិញក៏បញ្ជាក់ថាយើងអន់ដែរទាំងប្រុសទាំងស្រីថាចិត្តសឿងទោះជាគេទៅរកឃើញទោះជាគេទៅហៅក៏មិនមកវិញអាហ្នឹងចិត្តសឿងខ្ញុំនិយាយបែបនេះមិនមែនមានន័យថាបញ្ជួសឲ្យអ្នកចេញពីផ្ទះឲ្យកុំត្រឡប់មកវិញទេប៉ុន្តែខ្ញុំនិយាយបែបនេះគឺដើម្បីបញ្ញត្តិស្មារតីកុំឲ្យចេះតែចេញពីផ្ទះនៅពេលដែលឆ្លោះគ្នាឬក៏នៅពេលដែលមានទំនាស់ទិញទួចកុំឲ្យចេះតែចាក់ចេញចេះតែចាក់ចេញពីព្រោះថាការចាក់ចេញមិនមែនសុទ្ធតែបញ្ជាក់ថាយើងឈ្នះទេការចាក់ចេញខ្លះគឺជាក្តីអាម៉ាស់ការចាក់ចេញខ្លះធ្វើឲ្យយើងអន់ឧទាហរណ៍ថាប្តីចាក់ចេញពីផ្ទះប្តីចាក់ចេញពីផ្ទះហើយអត់មានអ្នកណាទៅតាមប្រពន្ធអត់ទៅតាមខ្លួនមកវិញនឹងខ្លួនអន់ប្រពន្ធមិនអន់ទេប៉ុន្តែខ្លួនអន់ប្រសិនបើប្រពន្ធសុកចិត្តអន់ទៅតាមហើយពេល